សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនមួយតើតើជាមួយនឹង content វីដេអូមួយអញ្ចឹងសម្រាប់ content មួយហ្នឹងគឺខ្ញុំបានឃើញគេផុសនៅក្នុង TikTok ណាមើលទៅវាយ៉ាងតំណងមែនទែនហើយនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការប្រាប់បងប្អូនតើតើជាមួយនឹងការបង្កើតវីដេអូបែបហ្នឹងយេអញ្ចឹង content ហ្នឹងជាប្រភេទ content តើតើជាមួយនឹងសត្វតើតើជាមួយនឹងការកាត់សក់ណាជាប្រភេទគេហៅថា animal haircut អូខេអញ្ចឹងនេះគឺជា content ដែលខ្ញុំនឹងមកធ្វើការបង្ហាញទៅកាន់បងប្អូនហ្នឹងហើយនិយាយហើយអញ្ចឹងបងប្អូនមើលទៅបាទchannel របស់គាត់នេះមានឈ្មោះថា viral នេះ viral mouse អីគេនេះហើយនេះគឺតាក់ទងជាមួយនឹងវីដេអូរបស់គាត់អីគឺបងប្អូនមើលបានបាទគឺ view មើលទៅរៀងបានគួរសមគឺបានច្រើនគួរសមដែរណាដូចវីដេអូនេះបានឡើង 29M 25M 6M អញ្ចឹងទៅ view រៀងគួរសមមកគាត់ដែរហើយ content របស់គាត់មើលទៅរៀងតំណងមែនតើបែបលក្ខណៈថារៀងវីដេអូបែបរៀង funny ដែរណានេះជាប្រភេទសัตว์កាត់សក់អីចឹងទៅនេះអញ្ចឹងបងប្អូនមើលទៅញ៉េបែបលក្ខណៈថាសัตว์កាត់សក់អីចឹងទៅមើលទៅវារៀងតំណងមែនតើចឹងខ្ញុំមើលឃើញថា content ហ្នឹងវារៀងឡូយហើយអញ្ចឹងខ្ញុំក៏អីមកធ្វើវីដេអូប្រាប់បងប្អូនតើតើជាមួយនឹងការបង្កើតវីដេអូបែបហ្នឹងណាតើតើជាមួយនឹងការបង្កើតវីដេអូបែបហ្នឹងគឺអត់មានពិបាកអីទេគឺបងប្អូនគ្រាន់តែត្រូវការ AI យ៉ាងចាស់ស្ដែងគឺវីដេអូទាំងហ្នឹងគឺបង្កើតឡើងដោយ AI ណាចឹងបងប្អូនអ្នកថាការបង្កើតបានអូខេអញ្ចឹងយើងទៅធ្វើការបង្កើតទាំងអស់គ្នាតើតើជាមួយនឹងការ generate រូបភាពក៏ដូចជាការបង្កើតវីដេអូបងប្អូនអ្នកគ្នាកុំភ្លេចតាមដានវីដេអូហ្នឹងដល់ចប់ទៅបងប្អូននឹងដឹងឬមកក៏យល់តើតើជាមួយនឹងការបង្កើតអីអូខេបងប្អូនអ្នកគ្នាឥឡូវយើងចូលមកដល់ផ្ទាំងកុំព្យូទ័រហើយអញ្ចឹងតើតើជាមួយនឹងការបង្កើតវីដេអូបែបហ្នឹងដូចខ្ញុំបង្ហាញបងប្អូនមកអញ្ចឹងគឺយើងត្រូវការ AI ចំនួន2ទី1គឺ ChatGPT ហើយទី2គឺបងប្អូនអ្នកគ្នាអាចប្រើទៅលើ Flow បានសម្រាប់ការ generate ជាវីដេអូណាអូខេអញ្ចឹងដើម្បីធ្វើការបង្កើតវីដេអូបែបហ្នឹងបានបងប្អូនអ្នកគ្នាគ្រាន់តែធ្វើការចូលទៅកាន់ ChatGPT របស់បងប្អូនមកបងប្អូនចូលទៅកាន់ ChatGPT មកអូខេឥឡូវយើងធ្វើការចូលមកដល់ ChatGPT ហើយចឹងនេះគឺជាទាំង ChatGPT ហើយសម្រាប់ការបង្កើតវីដេអូបែបនេះគឺបងប្អូនត្រូវប្រើប្រាស់ជាមួយនឹង ChatGPT ChatGPT Go ឬមួយក៏ ChatGPT Plus អញ្ចឹងណាដើម្បីធ្វើការបង្កើតជាធម្មតាដូចជា ChatGPT Free ដូចជាអត់មានមុខងារហ្នឹងទេខ្ញុំដូចជាអត់ច្បាស់ដែរតែខ្ញុំរកឲ្យគឺអត់មានមុខងារសម្រាប់ធ្វើវីដេអូហ្នឹងណាអូខេចឹងដើម្បីធ្វើវីដេអូបែបហ្នឹងបានបងប្អូនគ្រាន់តែចូលកន្លែងបងប្អូនចូលទៅកាន់ ChatGPT ហើយបងប្អូនចូលកន្លែងពាក្យថានេះបងប្អូនយកពាក្យថា Explore ChatGPT នេះបងប្អូនចេះទៅលើ Explore ChatGPT ហ្នឹងមកដើម្បីធ្វើការបង្កើតជាមួយនឹង script សិនអូខេអញ្ចឹងដល់ពេលដែលបងប្អូនចូលមកដល់ Explore ChatGPT ហ្នឹងហើយបងប្អូនគ្រាន់តែធ្វើការទៅសេប៉ណ្ណេះមកនេះបងប្អូនវាយពាក្យថា animal haircut generator មកបងប្អូនវាយតែប៉ុណ្្នឹងទៅបងប្អូនអ្នកគ្នាចុចទៅលើវាមកហើយបន្តមកទៀតយើងត្រូវការចុចទៅលើពាក្យថា start chat អូខេអញ្ចឹងចុច start chat បងប្អូនចុចទៅលើពាក្យថា start generator ចុចបន្តទៀតទៅវានឹងធ្វើការបង្កើតជាមួយនឹង script ក៏ដូចជាបង្កើត prompt ឲ្យយើងអញ្ចឹងបងប្អូនអ្នកគ្នាធ្វើការយក prompt ហ្នឹងដើម្បីធ្វើការបង្កើតវីដេអូបានហើយនិយាយទៅគឺវាអត់មានពិបាកអីទេគឺវាងាយស្រួលមែនទែនសម្រាប់ការធ្វើវីដេអូបែបអញ្ចឹងណាព្រោះអីវាអត់ត្រូវការ script ឬមកក៏អត់ត្រូវការទៅលើ prompt ញ៉ៃច្រើនទេអូខេអញ្ចឹងដល់ពេលដែលបងប្អូនចុចទៅលើពាក្យ start generator ហើយវាចូលមកដល់កម្រងបែបនេះហើយអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលបងប្អូនត្រូវធ្វើការសរសេរឈ្មោះសត្វដែលយើងចង់ធ្វើការបង្កើតណានេះគេដាក់ថានេះ just tell me អញ្ចឹងទី1វាប្រាប់យើងថាបងប្អូនត្រូវប្រាប់វាទៅលើការបង្កើតទៅលើសត្វអញ្ចឹងវាដាក់ថា animal និងទី2គឺ hair cut style អញ្ចឹងបងប្អូនគ្រាន់តែធ្វើការវាយឈ្មោះសត្វដែលបងប្អូនចង់ធ្វើការបង្កើតមកហើយទី2នេះ hair cut style នេះគឺដាក់ទៅជាមួយនឹងប្រភេទសក់ណាជាប្រភេទលក្ខណៈថាបងប្អូនចង់ឲ្យវាកាត់ជាប្រភេទម៉ូដសក់អីចឹងណានេះវាមានច្រើនមានជាប្រភេទស្អីនេះបងប្អូនមើលតាមហ្នឹងទៅអូខេឥឡូវខ្ញុំចង់បង្កើតជាប្រភេទសត្វជាប្រភេទសត្វដកអូខេខ្ញុំវាយដកចឹងមកហើយបន្តមកទៀតយើងទៅសេstyle សក់ style mode សក់ណាអូខេឥឡូវខ្ញុំវាយពាក្យថាខ្ញុំយក style មួយនេះចុះmoha ស្អីវានេះបាទយើងយកចឹងមកអូខេបងប្អូនជី enter ទៅអញ្ចឹងវាធ្វើការបង្កើតជាមួយនឹង prompt សម្រាប់សត្វឆ្កែណាដែលខ្ញុំដាក់ថា dog ហើយជាមួយនឹង mode សក់មួយហ្នឹងអញ្ចឹងវានឹងធ្វើការបង្កើតមកអីអញ្ចឹងអានេះគឺតកតងជាមួយនឹងការបង្កើតរូបទី1ហើយនេះគឺសម្រាប់រូបទី2វាមាន image 2 image 1 image 2អញ្ចឹងទៅហើយនេះគឺតកតងជាមួយនឹង prompt សម្រាប់ធ្វើការបង្កើតជាមួយនឹងវីដេអូអូខេអញ្ចឹងដល់ពេលដែលបងប្អូនទទួលបានជាមួយនឹង prompt បែបហ្នឹងហើយបងប្អូនគ្រាន់តែធ្វើការចូលទៅកាន់ flow AI មកបងប្អូនអ្នកនេះបើកទៅកាន់ flow កម្មវិធី flow បងប្អូនមកបងប្អូនចូលទៅកាន់ Google Search Flow អញ្ចឹងទៅហើយបន្តមកនេះនឹងចុចទៅលើនេះ create with flow ហ្នឹងអញ្ចឹងខ្ញុំសូមនិយាយតិចបាទតកតងជាមួយនឹង flow នេះគឺមែនតើតកតងជាមួយនឹង flow នេះគឺបងប្អូនត្រូវធ្វើការ pay លុយវាអញ្ចឹងណាដើម្បីបាន credit អញ្ចឹងសម្រាប់ credit វាគឺបងប្អូនអ្នកនេះអាចធ្វើការ pay វាបានហើយអញ្ចឹង account ដែលខ្ញុំពងប្រើនេះជាប្រភេទ account ដែលខ្ញុំបានធ្វើការ pay ណានេះវាមាន
វាមានចំនួន25,000 credit អញ្ចឹងសម្រាប់បងប្អូនយើងដែលគាត់ចង់បានជាប្រភេទ Google AI Ultra ជាប្រភេទ flow បែបនេះបាទ flow ដែលមាន credit បែបហ្នឹងនេះបងប្អូនអ្នកចង់បានជាមួយនឹងប្រភេទ flow ដែលមាន credit បែបហ្នឹងបងប្អូនអ្នកធ្វើការ inbox ឬមកក៏តាក់ទងមកខ្ញុំបានខ្ញុំមិនលក់អញ្ចឹងណាមែនតើតាក់ទងជាមួយនឹង flow នេះគឺបងប្អូនអ្នកធ្វើការបង្កើតវីដេអូបង្កើតរូបភាពបានច្រើនមែនតើក៏ប៉ុន្តែវាទាមទារ credit ណាអញ្ចឹងសម្រាប់ credit របស់វាគឺយ៉ាងថ្លៃដែរបាទcredit sin ដែលវាលក់នៅក្នុង flow ហ្នឹងគឺតម្លៃវាយ៉ាងថ្លៃគួរសមមែនតើក៏ប៉ុន្តែបើសិនជាបងប្អូនចង់បានជាមួយនឹង credit ទាំងអស់ហ្នឹងគឺបងប្អូនអ្នកអាចទៅការ inbox ឬក៏តាក់ទងមកខ្ញុំបានសម្រាប់ credit បងប្អូនអ្នក pay ធម្មតា$6ទេបងប្អូនអ្នកទទួលបាន credit រហូតដល់25,000និយាយទៅគឺច្រើនមែនតើបងប្អូនអ្នកអាចធ្វើការបង្កើតវីដេអូបានច្រើនមែនតើសម្រាប់ការធ្វើទៅលើវីដេអូផ្សេងៗណាអញ្ចឹងបងប្អូនអ្នកអាចធ្វើការ check ក្រោម description មកខ្ញុំបានចង់ដឹងតាក់ទងជាមួយនឹងកម្មវិធីទាំងអស់ហ្នឹងចឹងដើម្បីធ្វើការបង្កើតបានបងប្អូនអ្នកគ្រាន់តែធ្វើការបងប្អូនអ្នកគ្រាន់តែធ្វើការ copy ជាមួយនឹង prompt ដែលយើងអាចធ្វើការបង្កើតហ្នឹងមកយើងចូលទៅកាន់ chat GPT របស់យើងវិញហើយយើងយកនេះ image one នេះបងប្អូន copy វាមកហើយបន្តមកទៀតយើងចូលទៅកាន់ flow របស់យើងហើយយើងបងប្អូនគ្រាន់តែធ្វើការយើងសេរីកន្លែងនេះសិននេះយើងសេរីនេះកន្លែងវីដេអូនេះអញ្ចឹងដោយសារតែ flow ខ្ញុំវាជាប់អក្សរយួនបាទខ្ញុំមិនដឹងមិនដែរបើវាជាប់អក្សរយួនបែបហ្នឹងអញ្ចឹងខ្ញុំកុំខ្វល់បាទយើងបង្កើតតែវីដេអូរបស់យើងទៅអញ្ចឹងដើម្បីធ្វើការបង្កើតបានបងប្អូនគ្រាន់តែ select យករូបភាពនេះអានេះគឺកន្លែងដាក់ថា image អូខេខ្ញុំដូរជាអក្សរអង់គ្លេសដើម្បីធ្វើការឲ្យបងប្អូនស្រួលមើលណានេះបងប្អូនយកពីថា image ចឹងមកហើយបន្តមកទៀតកន្លែងនេះគឺជាកន្លែងដែលបងប្អូនត្រូវធ្វើការកំណត់ទំហំវីដេអូរបស់យើងណាយើងចង់បានជាទំហំផ្ដេកឈរឲ្យតាមហ្នឹងចឹងទៅចឹងខ្ញុំយក9:16បាទតម្រង់ជាប្រភេទវីដេអូ short អីចឹងទៅហើយកន្លែងនេះបងប្អូនកំណត់ចំនួនដែលបងប្អូនចង់បង្កើតមកអូខេខ្ញុំបង្កើតដាក់1ចឹងមកហើយនេះយើងយកបានណានេះnano banana ធូនេះមកហើយយើងយកប៉ុណ្ណឹងបានហើយយើងមិនដល់ផ្សេងទេហើយកន្លែងនេះបងប្អូនគ្រាន់តែការផាសជាមួយនឹងpromptដែលយើងបាន copy មកចឹងមកនេះយើង copy ផាសចូលមកចុច enter ទៅវាធ្វើការបង្កើតជាមួយរូបភាពរបស់យើងហើយអូខេអានេះគឺជារូបដែលខ្ញុំបានធ្វើការបង្កើតបាទគឺជាប្រភេទរូបឆ្កែណាបាទវានៅក្នុងនេះហាងកាសក់អញ្ចឹងទៅហើយបន្តមកទៀតបងប្អូនគ្រាន់តែធ្វើការចុចទៅលើរូបហ្នឹងមួយមកនេះយើងចុចទៅលើ tray 3នេះហើយយើងយកពាក្យថា add to the statement អញ្ចឹងបាទបងប្អូនយកពាក្យហ្នឹងមកឬមួយក៏បងប្អូនគ្រាន់ធ្វើការទាញមកក្រោមនេះទាញបែបអញ្ចឹងមកក៏បានដែរយើងគ្រាន់ទាញអញ្ចឹងមកហើយបន្តមកទៀតយើងគ្រាន់តែការ copy prompt ទី2ចឹងនេះគឺនេះ image ធូរយើង copy មកហើយបន្តមកទៀតយើងចូលផាសវាមកហើយយើងចុច enter បន្តទៀតអញ្ចឹងនេះបានន័យថាយើងធ្វើការបង្កើតរូបសត្វឆ្កែ2ណានេះវាមានរូបនេះមួយហើយរូបនេះមួយទៀតបានន័យថាយើងបង្កើតរូបទី2នេះដល់យករំនាំរូបទី1នេះនិយាយបានថារូបនេះរូបអត់ទាន់កាត់សក់ថារូបទី2នេះគឺរូបដែលធ្វើការកាត់ហើយអញ្ចឹងទៅអញ្ចឹងបានន័យថាអញ្ចឹងណាយើងគ្រាន់តែការរងចាំទៅវាកំពុងធ្វើការបង្កើតដល់យើងហើយហេបងប្អូនអ្នកគ្នាបាទឥឡូវវាបានធ្វើការបង្កើតរូបមកហើយបាទនេះគឺជារូបទី2បាទនេះរូបឆ្កែកាត់សក់ហើយបាទអញ្ចឹងនេះគឺជា mode ដែលវាកាត់ហើយបាទគឺចេញមកបែបលក្ខណៈថាយើង funny ដែរណាអញ្ចឹងដោយសារតែវីដេអូយើងធ្វើនេះជាប្រភេទវីដេអូបែបលក្ខណៈថាយ៉ាង funny ណាបងប្អូនអ្នកគ្នាអាចធ្វើដើម្បីផុសចូលទៅកាន់ TikTok អីក៏បានដែរនេះបងប្អូនមើលទៅបើ view យ៉ាងបានគួរសមមែនទែនហើយបងប្អូនអ្នកគ្នាក៏អាចផុសទៅលើ YouTube Short បានដែរគឺវាបានដូចគ្នាអញ្ចឹងណាគេអត់មានអីខុសតទេហើយតើតើជាមួយនឹងការធ្វើយើងក៏អាចធ្វើជាប្រភេទនេះរូបមនុស្សបានដែរអ្នកដូចដូណាល់ត្រាំដូចស្អីចឹងទៅបងប្អូនអ្នកអាចការបង្កើតតាមនឹងបានអូខេហើយបន្តមកទៀតនៅពេលដែលបងប្អូនអ្នកទទួលបានរូបភាព2ចឹងហើយគឺបងប្អូនត្រូវធ្វើការបំលែងឲ្យវាទៅជាវីដេអូចឹងដើម្បីធ្វើឲ្យវាទៅជាវីដេអូបានបងប្អូនគ្រាន់តែធ្វើការនេះយើងគ្រាន់ធ្វើការដូរកន្លែងនេះមកយើងយកពាក្យថា nano banana នេះយើងចុចទៅលើវាមួយមកហើយយើងយកពាក្យថាវីដេអូហើយបន្តមកទៀតបងប្អូនគ្រាន់តែធ្វើការបដូរកន្លែងនេះបាទកន្លែងនេះយើងយកនេះ picture frame នេះយើងយកអាហ្នឹងមកដើម្បីបង្កើតដើម្បីធ្វើការបង្កើតរូបភាពទៅជាវីដេអូណាហើយបន្តមកទៀតកន្លែងនេះហើយកន្លែងនេះបងប្អូនយកតម្រង់ផ្ដេកតម្រង់ប្រឈរតាមហ្នឹងអញ្ចឹងទៅយើងយកតម្រង់ប្រឈរមកហើយយើងយកបង្កើតមួយអញ្ចឹងមកហើយកន្លែងនេះសម្រាប់ quality បងប្អូនអាចយកនេះ VEO 3.1 quality ហ្នឹងមកអូខេយើងអាចយកអាហ្នឹងមកហើយបន្តមកទៀតបងប្អូនគ្រាន់តែធ្វើការតម្លាក់រូបយើងគ្រាន់តែធ្វើការទេរូបភាពនេះចូលអញ្ចឹងអានេះគឺរូប begin ណារូបដំបូងបងប្អូនចេះទៅលើវាមួយមកយើងយករូបទី1នេះរូបទី1ដែលយើងធ្វើការបង្កើតដំបូងហ្នឹងហើយយើងយករូបទី1អញ្ចឹងមកហើយបន្តមកទៀត n នេះរូបទី2បាទយើងគ្រាន់តែធ្វើការ select រូបទី2មកនៅរូបដែលវាបានកាត់សក់ហើយហ្នឹងបាទយើងចុចទៅអញ្ចឹងមកហើយយើងចូលទៅកាន់ chat GPT របស់យើងវិញយើងគ្រាន់តែការ copy នេះវីដេអូ prompt អូខេបងប្អូន copy មកហើយយើងយកមកផាសមក
អញ្ចឹងវានឹងធ្វើការបង្កើតជាប្រភេទ video ឲ្យយើងហើយនេះយើងគ្រាន់តែអូខេអញ្ចឹងវាកំពុងតែធ្វើការបង្កើត video ឲ្យយើងហើយយើងគ្រាន់តែការរងចាំទៅវានឹងធ្វើការបង្កើតដែរបាទអញ្ចឹងសម្រាប់ការធ្វើគឺវាងាយមែនតើវាអត់មានពិបាកទេបងប្អូនអរគ្នាធ្វើការបង្កើត video បែបហ្នឹងបានគឺរៀងឈៀល video បែបលក្ខណៈ funny ណាអូខេអញ្ចឹងវាបានធ្វើការបង្កើត video ហើយបាទបងប្អូនប្រកាសจะឃើញហើយបាទអូខេអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទហើយបងប្អូនអ្នកកុំភ្លេចធ្វើការចុច subscribe channel ខ្ញុំរបស់ខ្ញុំមួយផងបាទchannel នេះគឺជា channel ថ្មីរបស់ខ្ញុំណាដែលមានឈ្មោះថា AB Scambo បាទបងប្អូនអ្នកកុំភ្លេចធ្វើការចុច subscribe មួយទៅដោយសារ channel នេះគឺខ្ញុំផ្ដោតសំខាន់ទៅលើការបង្កើតវីដេអូអញ្ចឹងបងប្អូនកុំភ្លេចធ្វើការចុច like ហើយ subscribe ផងបាទអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទបាយបាយ